បាទសម័យនេះគឺការ sharing ដែលគេហៅថាការចែកម្លែកព័ត៌មានរវាង system មួយទៅកាន់ system មួយផ្សេងទៀតគឺជារឿងចាំបាច់ហើយស្ថិតក្នុងទម្រង់ផ្សេងគ្នាដូចជាឧបករណ៍ផ្សេងគ្នាគេហៅ different device ហ្នឹងឬមួយក៏កម្មវិធីផ្សេងគ្នាបាទ different application ហ្នឹងហើយតើការចែកម្លែកបែបហ្នឹងវា work វាមិនអញ្ចឹងតោះមកខ្ញុំបញ្យល់បងប្អូនគ្នាចឹងដើម្បីឲ្យ system 2ក៏ច្រើនអាចចែកម្លែកព័ត៌មានគ្នាបានគឺយើងមើលទៅខាងក្នុងខាងបច្ចេកទេសបាទគឺគេមាន application programming interface ដែលយើងហៅថា API បាទអញ្ចឹងអ្វីទៅជា API អញ្ចឹងមានសំណួរច្រើនដែលសួរមកខ្ញុំហើយក៏មាន definition ច្រើនណាស់ដែលអ្នកនរអាច research បានអញ្ចឹងណាអញ្ចឹងពីខ្ញុំអាចឲ្យជា definition ដោយខ្លីថា API ពាក្យពេញគឺ application programming interface ហ្នឹងវាជាការកំណត់ក្បួនច្បាប់ជាក់លាក់ដែលគេហៅថា specific rule ណាដើម្បីឲ្យ system ពីរផ្សេងគ្នាអាចតាក់ទងគ្នាបានបាទដែលខ្ញុំនិយាយពីខាងដើមថាអាចចែកម្លែកព័ត៌មានគ្នាឬក៏អាចចែកម្លែកទិន្នន័យគ្នាអីចឹងណាបាទអញ្ចឹងដូចអ្នកនរនេះបានឃើញ slide ទី1របស់ខ្ញុំហ្នឹងឯងគឺជា high level diagram នៃ API process បាទយើងមានជា client application បាទដែលគេហៅថា front end អញ្ចឹងធ្វើការ request ទៅលើការងារជាក់លាក់ណាមួយឧទាហរណ៍ដូចជាការ getting data អញ្ចឹងទៅបាទតាមរយៈ API gateway ដែលគេកំណត់ rule ជាក់លាក់ឬក៏ protocol ជាក់លាក់ណាមួយក្នុងហ្នឹងហើយបញ្ជូនបន្តទៅកាន់ server application ដែលយើងហៅថា back end បាទពេលនោះគេនឹង process ទៅលើ API request របស់យើងហើយ respond ត្រឡប់មកវិញបាទតាមរយៈ API gateway ហើយបញ្ជូនបន្តមកកាន់ client application ដែលជា front end មកវិញបាទអញ្ចឹងស្ដាប់ទៅដូចជាពិបាកយល់បន្តិចតោះឥឡូវចូល slide ទី2ជាមួយខ្ញុំនឹងលើកឧទាហរណ៍នៅក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកនរគ្នាតែម្ដងនៅពេលអ្នកនរគ្នាបានមកដល់ហាងបាយមួយគឺច្បាស់ណាស់អ្នករត់តុកនឹងមកសួរអ្នកនរគ្នាភ្លាមពេលនេះគឺអ្នកនរគ្នាគឺជា system A ហើយអ្នករត់តុកនឹងឯងគឺជា API ពេលនោះគឺអ្នករត់តុកបាទគាត់នឹងឲ្យជា menu ឬមួយក៏គាត់ប្រាប់ជាមុខម្ហូបជាក់លាក់មកកាន់អ្នកនរគ្នាបាទហើយអាមុខម្ហូបជាក់លាក់នឹងហើយគឺជា API list ដែលគេបានរៀបចំទុកមុនសម្រាប់ឲ្យអ្នកនរគ្នាធ្វើការ request ហើយអ្នកនរគ្នានឹងមើលមុខម្ហូបជាក់លាក់ណាមួយនៅក្នុង menu ហើយ order ទៅកាន់អ្នករត់តុកដែលពេលនេះគឺអ្នកទាំងអស់គ្នាដើរតួជា system A ដែលធ្វើការ request ទៅលើការងារជាក់លាក់ណាមួយទៅកាន់ API ដែលជាអ្នករត់តុកបន្ទាប់មកទៀតអ្នករត់តុកនោះដែលជា API ហ្នឹងបានកត់ត្រារាល់ការ request ឬក៏ order ពីអ្នកទាំងអស់គ្នាបាទបញ្ជូនបន្តទៅកាន់ផ្ទះបាយដែលយើងហៅថា server អញ្ចឹងនៅក្នុងផ្ទះបាយដែលយើងហៅថា server ហ្នឹងគឺមានចុងភៅនៅក្នុងហ្នឹងដែលគាត់នឹងធ្វើការចម្អិនម្ហូបតាមរយៈការ order មុខម្ហូបជាក់លាក់ណាមួយដែលយើងហៅថា processing API ដែលយើង request មកហ្នឹងបាទហើយនៅពេលដែលគាត់ធ្វើម្ហូបចប់ឬក៏ process ចប់គាត់នឹង respond បាទទៅលើមុខម្ហូបហ្នឹងតាមរយៈអ្នករត់តុកបាទហើយយកមុខម្ហូបមកឲ្យយើងញ៉ាំអញ្ចឹងខ្ញុំឧទាហរណ៍បែបនេះគឺសាមញ្ញហើយងាយយល់ណាបាទឥឡូវយើងចូលទៅ slide ទី3ដែលខ្ញុំបាន summary process របស់ API បាទអំពី real scenario តែម្ដងបែបហ្នឹងនឹង video app ហើយខ្ញុំបានធ្វើជា component order process ដើម្បីឲ្យអ្នកនរងាយយល់អញ្ចឹងខាង client ជានរណាវាជា smartphone app មួយដែលអ្នកនរពុំនៅកាន់នឹងហើយអញ្ចឹង video app វាតែតែមាន background process ដើម្បីធ្វើការ request បាទទៅលើព័ត៌មានរបស់អាកាសធាតុណាដូចជាប៉ុន្មានអង្សាអញ្ចឹងទៅបាទឆ្លងទៅតាម API ហើយ API វាអាចមានច្រើនអញ្ចឹងបើមិនជា API មួយពាក់ព័ន្ធទៅនឹង video information ដែលជាព័ត៌មានអាកាសធាតុហ្នឹងបាទអញ្ចឹងវានឹង submit ទៅកាន់ server ហើយខាង server គឺគេនឹងមានការ process ទៅលើ API ដែលយើង request មកហ្នឹងពាក់ព័ន្ធទៅនឹងព័ត៌មានអាកាសធាតុហ្នឹងដើម្បីទាញយកព័ត៌មានពី database របស់ video មកបាទបន្តមកទៀតវានឹង respond បកទៅវិញអញ្ចឹងចេញជាប្រហែលអង្សានៅលើ screen របស់ client អីចឹងទៅហើយរឿងដែលអ្នកទាំងនេះត្រូវចងចាំគឺរាល់ការចែកម្លែកព័ត៌មានពី system មួយទៅ system មួយបាទពី device មួយទៅ device មួយគឺវាចាំបាច់ខ្លាំងណាស់ត្រូវការ network connection ណាបាទបើនិយាយស្រួលស្ដាប់ទៅគឺត្រូវការមាន internet ជាចាំបាច់បាទបើគ្មាន internet ទេគឺអ្វីគ្រប់យ៉ាងគឺសូន្យតែម្ដងហើយវីដេអូបន្ទាប់ខ្ញុំនឹងរៀបចំចែកម្លែកទៅលើការធ្វើ API integration ថាតើយើងគួរចាប់ផ្ដើមពីណាទៅបាទ